ស្ដីបងប្អូនទាំងអស់គ្នានេះជាទីតាំងដែលយើងរៀបចំប្រព័ន្ធការពារសក្តិភាពទុកមុនណាបាទអញ្ចឹងយើងរៀបគ្រប់ធ្នឹមតែម្ដងអមសងខាងបាទអញ្ចឹងទីតាំងនេះដោយសារគាត់ចាក់បេតុងប្លង់សេផ្ទៃបាតតែម្ដងមានកញ្ឆែងដៃហើយណាមួយគាត់រៀបការ៉ូពុះពីហ្នឹងអញ្ចឹងយើងអាចធ្វើការបដែតតយោនៅលើទីតាំងរបស់គាត់បានប៉ុន្តែយើងក្រៅពីយើងចងស្បៃរុនខាងលើនេះក៏យើងមានបុកទឹកក្រោមបាត់នេះអញ្ចឹងតែជា6ទឹក1រុន6ទឹក1រុនបាទដើម្បីទម្លុះទឹកក្រោមបាទគាត់ដាក់ទេក្បាលទេបាទអញ្ចឹងយើងរៀបធ្វើមិនឲ្យបាញ់ឆ្នាំបានតែថ្ងៃក្រោយគឺប្រើប្រាស់បានរហូតមកបាទអញ្ចឹងយើងរៀបនេះគឺនៅមុនពេលដែលគាត់រៀបក្រូនិងក្រូខាងក្នុងនិងក្រូខាងក្រៅមកអញ្ចឹងគាត់ឲ្យយើងមករៀបចំមកហើយមកបាទនេះក្រុមការងារកំពុងរៀបចំនៅតែជុំវិញទីតាំងផ្ទះទៀតគឺរួចរាល់បាទចឹងបងប្អូនមានតម្រូវការឬក៏ផ្ទះឲ្យដូចផ្ទះរបស់គាត់អាចធ្វើការទំនាក់ទំនងពួកយើងបានដើម្បីចុះទៅសិក្សានិងរៀបចំដូចគាត់បានសូមអរគុណ